តែអ្នកមិនជឿក៏មានអារម្មណ៍ថាមានការផ្លាស់ប្ដូរនេះដែរជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិបច្ចេកវិទ្យាឡើងវិវត្តដោយសាមញ្ញទៀតហើយវាកំពុងបង្កើនល្បឿនហួសពីសមត្ថភាពរបស់យើងក្នុងការគ្រប់គ្រងវាបញ្ញាសិប្បនិម្មិត AI គឺជាការសរសេរការគិតការបង្កើតការទស្សន៍ទាយការវិនិច្ឆ័យការវិភាគនិងការកែលម្អខ្លួនឯងក្នុងល្បឿនមួយដែលប្រឆាំងនឹងសមត្ថភាពរបស់មនុស្សកុំព្យូទ័រកង់តិចកំពុងដោះសោអាណាចក្រគណិតវិទ្យានិងកុំព្យូទ័រដែលពីមុនត្រូវបានគេចាត់ទុកថាមិនអាចទៅរួចអ្នកវិទ្យាសាស្ត្រនៅសឺនកំពុងរុញច្រានព្រំដែននៃភាពពិតដោយព្យាយាមទម្លុះវាំងរវាងវិមាត្រហើយរឿងទាំងអស់នេះកំពុងកើតឡើងខណៈពេលដែលពិភពលោកកំពុងផ្លាស់ប្ដូរយ៉ាងស្ងាត់ស្ងៀមទៅជាសេដ្ឋកិច្ច Digital ប្រព័ន្ធអត្តសញ្ញាណ Digital និងរចនាសម្ព័ន្ធសកណ្ដាលសាសនាចាក់ឲ្យអ្នកនិងខ្ញុំកំពុងរស់នៅក្នុងជំនាន់ទី1ដែលទំនាយនៃវិវរណៈ13អាចធ្វើទៅបានតាមបច្ចេកវិទ្យាវាពិបាកនឹងយល់ណាស់ថា Elon Musk ទើបតែនិយាយអ្វីលោកបានអះអាងថាយើងកំពុងឈានទៅរកពិភពលោកមួយដែលការងារនឹងមិនចាំបាច់ហើយលុយក៏គ្មានប្រយោជន៍ដែរព្រះគម្ពីរមានរឿងជាច្រើនដែលត្រូវនិយាយអំពីរឿងនេះប៉ុន្តែសូមក្រឡេកមើលអ្វីដែលលោក Elon បាននិយាយជាមុនសិននិយាយឲ្យចំទៅនៅពេលអនាគតវែងឆ្ងាយតើអ្វីនឹងបញ្ចប់នៅទីណារយៈពេលវែងខ្ញុំមិនដឹងថារយៈពេលវែងជាអ្វីទេប្រហែលជាវាមានរយៈពេល10ឆ្នាំ20ឆ្នាំអ្វីមួយដូចនោះសម្រាប់ខ្ញុំវាជារឿងយូរអង្វែងការព្យាករណ៍របស់ខ្ញុំគឺថាការងារនឹងជាជំរើសដូច្នេះយើងនឹងយកវាមែនហើយអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយគ្រីស្ទបរិស័ទឆ្ងល់ថាតើពិភពលោកនឹងទទួលយកសញ្ញាសម្គាល់មួយយ៉ាងដូចម្តេចតើប្រព័ន្ធសកលតែមួយអាចតាមដានប្រតិបត្តិការនីមួយយ៉ាងដូចម្តេចវាគួរឲ្យចាប់អារម្មណ៍បន្តិចហើយខ្ញុំស្មានថាប្រសិនបើអ្នកចេញទៅយូរល្មមដោយសន្មតថាមានការរីកចម្រើនជាបន្តបន្ទាប់ក្នុងវិស័យ AI និងមនុស្សយន្តដែលហាក់ដូចជាទំនងជាដូច្នោះមែនប្រាក់នឹងឈប់មានសារៈសំខាន់នៅពេលណាមួយនាពេលអនាគតរូបីបានคล้ายជាមិនពាក់ព័ន្ធប៉ុន្តែបញ្ញាសិប្បនិម្មិត AI និងមនុស្សយន្តស្រដៀងនឹងមនុស្សពិតជានឹងលុបបំបាត់ភាពក្រីក្រហើយ Tesla នឹងមិនមែនជាក្រុមហ៊ុនតែមួយគត់ដែលផលិតវានោះទេខ្ញុំគិតថា Tesla នឹងជាអ្នកត្រួសត្រាយផ្លូវសម្រាប់រឿងនេះប៉ុន្តែនឹងមានក្រុមហ៊ុនជាច្រើនទៀតដែលផលិតមនុស្សយន្តស្រដៀងនឹងមនុស្សរបៀបដែលរូបភាពអាចនិយាយបានរបៀបដែលបុរសម្នាក់អាចគ្រប់គ្រងពិភពលោកទាំងមូលដោយភាពវៃឆ្លាតភាពជាក់លាក់និងការឃ្លាំមើលឥឡូវនេះចម្លើយលែងជាអាថ៌កំបាំងទៀតហើយចម្លើយគឺបញ្ញាសិប្បនិម្មិតបញ្ញាសិប្បនិម្មិត AI គឺជាការបង្កើតដំបូងដែលបង្កើតឡើងដោយមនុស្សដែលធ្វើត្រាប់តាមជីវិតវានិយាយវាវិនិច្ឆ័យវាស្គាល់មុខវាដឹងពីឥរិយាបថវាផ្ដល់ពាក្យបញ្ជាវាអនុវត្តផលវិបាកហើយវិវរណៈ13មិនគ្រាន់តែព្រមានអំពីមនុស្សម្នាក់នោះទេវាព្រមានអំពីរូបភាពមួយព្រះគម្ពីរចែងថាហោរាខ្លែងនឹងបង្កើតរូបសត្វត្រឆានហើយនឹងផ្ដល់ដង្ហើមដល់វាហើយរូបនោះនឹងនិយាយហើយរូបនោះនឹងធ្វើឲ្យអ្នកដែលបដិសេធមិនគោរពបូជាវាត្រូវសម្លាប់អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយអ្នកប្រាជ្ញបានសួរថាតើវត្ថុមួយអាចនិយាយបានដោយរបៀបណាតើការចេញរូបភាពអាចបញ្ជាដោយរបៀបណាតើវត្ថុគ្មានជីវិតអាចបង្ខំឲ្យមានការគោរពបូជាយ៉ាងដូចម្តេចថ្ងៃនេះឆ្លើយសំណួរទាំង3វាមិនដេកទេវាមិនស្ទាក់ស្ទើរទេហើយវាមិនបង្ហាញពីសេចក្តីមេត្តាករុណាទេជាមួយនឹងការកើនឡើងនៃមនុស្សយន្តដែលដំណើរការដោយបច្ចេកវិទ្យា AI រូបអវតារ Digital ដែលមានភាពប្រាកដនិយមខ្ពស់ Hologram คล้ายជ្រៅបណ្ដាញសរសៃប្រសាទដែលបង្កើតដោយខ្លួនឯងនិងការឃ្លាំមើលសកលតាមពេលវេលាជាក់ស្ដែងពិភពលោកបានបង្កើតរូបភាពប្រភេទដូចគ្នាបេះបិទដូចដែលសៀវភៅវិវរណៈបានពីពណ៌នេះរូបភាពដែលនិយាយរូបភាពដែលបញ្ជារូបភាពដែលអនុវត្តរូបភាពដែលហាក់ដូចជាមានជីវិតមិនដែលមានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិណាដែលបច្ចេកវិទ្យាមានសមត្ថភាពបំពេញទំនាយនេះរហូតមកដល់ពេលនេះទេប៉ុន្តែគ្រាន់តែជាផ្នែកមួយនៃការរួមបញ្ចូលគ្នាប៉ុណ្ណោះស្រទាប់មួយទៀតនៃសារៈសំខាន់ខាងព្រះគម្ពីរបានលេចឡើងនៅក្នុងការកើនឡើងនៃការគណនាកង់តិចទម្រង់ថ្មីនៃការគណនាដ៏មានឥទ្ធិពលមួយដែលអ្នកជំនាញនិយាយថាវានឹងបំបែកប្រព័ន្ធ encrypt ទាំងអស់នៅលើផែនដីរដ្ឋាភិបាលធនាគារយោធាប្រព័ន្ធវិទ្យាសាស្ត្រលិខិតឆ្លងដែនព្រំដែនផ្កាយរណបទាំងអស់នេះនឹងងាយរងគ្រោះនៅពេលដែលកុំព្យូទ័រកង់តិចឈានដល់ភាពចាស់ទុំពេញលេញ
ដើម្បីគ្រប់គ្រងសេដ្ឋកិច្ចពិភពលោកទាំងមូលវិវរណៈ13តម្រូវឲ្យមានប្រព័ន្ធមួយដែលអាចដំណើរការនិងត្រួតពិនិត្យពិភពលោកទាំងមូលបានយ៉ាងឆាប់រហ័សក្នុងពេលវេលាជាក់ស្ដែងការគណនា Quantum គឺជាបច្ចេកវិទ្យាតែមួយគត់ដែលមានសមត្ថភាពធ្វើដូច្នេះ A គឺជាចិត្តការគណនាកង់តិចគឺជាអំណាចរូបិយប័ណ្ណ Digital គឺជាការអនុវត្តអត្តសញ្ញាណជីវមាត្រគឺជាគន្លឹះហើយសញ្ញាសម្គាល់របស់សត្វតិរច្ឆានគឺភក្ដីភាពនេះមិនមែនជាការស្មានទេនេះជាទីដៅដែលពិភពលោកកំពុងឆ្ពោះទៅរកដោយបើកចំហើយខណៈពេលដែល A និងម៉ាស៊ីនកង់តិចរៀបចំពិភពលោកសម្រាប់ការគ្រប់គ្រងសកលលោកមានរឿងមួយទៀតកំពុងកើតឡើងនៅក្រោមដីនៅ CERN ដែលជាម៉ាស៊ីនវិទ្យាសាស្ត្រដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោកអ្នករូបវិទ្យាបានបំបែកភាគល្អិតក្នុងថាមពលខ្ពស់ជាងដំណើរការធម្មជាតិណាមួយនៅលើផែនដីសេចក្តីថ្លែងការណ៍ផ្ទាល់ខ្លួនរបស់ពួកគេប្រកាសថាពួកគេកំពុងស្វែងរកវិមាត្របន្ថែមអនាចលកំបាំងនិងភាគល្អិតដែលមិនស្គាល់អ្នកវិទ្យាសាស្ត្រខ្លះថែមទាំងពិពណ៌នាអំពីលទ្ធភាពនៃការបើក Web Portal ទៅកាន់វិមាត្រប៉ារ៉ាឡែលហេតុអ្វីបានជារឿងនេះសំខាន់ពីព្រោះវិវរណៈ9ពិពណ៌នាអំពីព្រឹត្តិការណ៍ដ៏គួរឲ្យរន្ធត់មួយផ្កាយមួយធ្លាក់ពីលើមេឃកូនសោមួយត្រូវបានផ្ដល់ឲ្យទ្វារមួយពន្ធនាគារវិមាត្រមួយត្រូវបានបើកហើយពួកអារក្សដែលត្រូវបានចាក់សោតអស់រាប់ពាន់ឆ្នាំត្រូវបានដោះលែងមកលើផែនដីអ្នកវិទ្យាសាស្ត្រប្រហែលជាមិនយល់ពីអ្វីដែលពួកគេកំពុងលេងជាមួយនោះទេប៉ុន្តែព្រះគម្ពីរយល់មនុស្សជាតិតែងតែត្រូវបានលបួងឲ្យឆ្លងកាត់ព្រំដែនដែលព្រះបានកំណត់ប៉ុន្តែវិវរណៈព្រមានថាថ្ងៃណាមួយព្រំដែននឹងត្រូវបានឆ្លងកាត់ហើយអ្វីដែលឆ្លងកាត់ការបើកនោះនឹងនាំមកនូវទុក្ខវេទនាដល់ពិភពលោកទាំងមូលនៅពេលដែលអ្នកបញ្ចូលគ្នានៅបញ្ញាសិប្បនិម្មិត A ការគណនាកង់តិច Quantum Computing ការឃ្លាំមើល Digital សកលនិងលទ្ធភាពនៃការបើកអាណាចក្រវិមាត្រអ្នកនឹងចាប់ផ្ដើមឃើញច្បាស់ថាតើយើងនៅជិតពិភពលោកដែលវិវរណៈបានព្រមានយើងប៉ុណ្ណាហើយបន្ទាប់មកដល់សញ្ញាសម្គាល់គ្រីស្ទបរិស័ទភាគច្រើនដឹងថាសញ្ញាសម្គាល់របស់សត្វតិរច្ឆានរារាំងមនុស្សពីការទិញឬលក់ប៉ុន្តែមនុស្សជាច្រើនមើលរំលងមូលហេតុពិតប្រាកដដែលវាធ្វើឲ្យមនុស្សម្នាក់រងទុក្ខជារៀងរហូតសញ្ញាសម្គាល់នេះមិនថ្កោលទោសមនុស្សដោយសារតែបច្ចេកវិទ្យាទេសញ្ញាសម្គាល់នេះមិនថ្កោលទោសមនុស្សដោយសារតែបន្ទះឈីបស្នាមសាក់ឬការផ្សាំនោះទេសញ្ញាសម្គាល់នេះថ្កោលទោសពីព្រោះវាតំណាងឲ្យទង្វើនៃការគោរពបូជាវិវរណៈគឺច្បាស់លាស់អ្នកដែលទទួលសញ្ញាសម្គាល់ក៏គោរពបូជាសត្វតិរច្ឆានដែរហើយអ្នកដែលបដិសេធសញ្ញាសម្គាល់នោះបដិសេធព្រោះពួកគេគោរពបូជាព្រះគ្រីស្ទសញ្ញាសម្គាល់មិនមែនគ្រាន់តែជាឧបករណ៍កំណត់អត្តសញ្ញាណបច្ចេកវិទ្យានោះទេវាគឺជាការសន្យាខាងវិញ្ញាណនៃភក្ដីភាពការយកសញ្ញាសម្គាល់គឺការស្ពះភក្ដីភាពការយកសញ្ញាសម្គាល់គឺជាការបដិសេធព្រះគ្រីស្ទការយកតម្រាប់តាមគឺជាការជ្រើសរើសមេប្រឆាំងព្រះគ្រីស្ទដោយចេតនាជាម្ចាស់របស់អ្នកនេះជាមូលហេតុដែលសញ្ញាសម្គាល់មិនអាចលុបចោលបាននេះជាមូលហេតុដែលមិនមានការស្ដាយក្រោយបន្ទាប់ពីបានប្រើវានេះជាមូលហេតុដែលវាបិទព្រលឹងជារៀងរហូតសញ្ញាសម្គាល់នេះគឺជាទង្វើចុងក្រោយនៃការបោះបោរខាងវិញ្ញាណពេលដែលមនុស្សជាតិជ្រើសរើសសាតាំងជាជាងព្រះនៅពេលដែលពិភពលោកត្រូវបានរៀបចំតាមរយៈបញ្ញាសិប្បនិម្មិត A នៅពេលដែលប្រព័ន្ធនានាត្រូវបានបង្កើតឡើងតាមរយៈការគណនាកង់តិចនៅពេលដែលសេដ្ឋកិច្ច Digital ត្រូវបានបង្កើតឡើងជម្រើសចុងក្រោយនឹងមកដល់ហើយពិភពលោកកំពុងឈានទៅរកពេលវេលានោះលឿនជាងអ្វីដែលនរណាម្នាក់ដឹងដោយមានគ្រឹះនេះបានត្រូវបង្កើតឡើងហើយឥឡូវនេះចូលយើងបើកទៅវិវរណៈ13ហើយពិនិត្យមើលទំនាយដែលកំពុងលាតត្រដាងនៅចំពោះមុខយើងមានរឿងជាត្រដាងនៅចំពោះមុខយើងវិវរណៈ13 15 និង17វាបានធ្វើឲ្យមនុស្សទាំងអស់ទាំងតូចទាំងធំទាំងមានទាំងក្រទាំងអ្នកមានសេរីភាពនិងអ្នកបម្រើទទួលសញ្ញាសម្គាល់នៅដៃស្ដាំឬនៅថ្ងាសរបស់ខ្លួនហើយគ្មានអ្នកណាអាចទិញឬលក់បានឡើយលើកលែងតែអ្នកដែលមានសញ្ញាសម្គាល់ឬឈ្មោះរបស់សត្វតិរច្ឆានឬលេខឈ្មោះរបស់វាប៉ុណ្ណោះអស់ជាច្រើនជំនាន់មកហើយអ្នកប្រាជ្ញអ្នកទ្រឹស្ដីសាសនានិងពួកបរិសុទ្ធនៅក្នុងព្រះបានសេចក្ដីគិតអំពីទំនាយនេះដោយចាត់ទុកវាជាសេណារីយ៉ូដ៏ឆ្ងាយមួយនៅក្នុងអនាគតដែលមិនអាចនឹកស្មានដល់ទោះជាយ៉ាងណាក៏ដោយជាមួយនឹងអត្រានៃការរីកចម្រើនផ្នែកបច្ចេកវិទ្យានិងការផ្លាស់ប្ដូរសង្គមដែលយើងកំពុងឃើញសប្តាហ៍ថ្ងៃនេះទំនាយនេះហាក់ដូចជាមិនសូវជាចក្ខុវិស័យឆ្ងាយនោះទេប៉ុន្តែហាក់ដូចជាការពិតដែលកំពុងលេចចេញមក
យុគសម័យ Digital បាននាំមកនូវសមត្ថភាពដែលយើងអាចស្រមៃចង់បានកាលពីប៉ុន្មានទសវត្សរ៍មុនពិភពលោកដែលយើងរស់នៅសប្តាហ៍ថ្ងៃនេះគឺខុសគ្នាទាំងស្រុងពីពិភពលោកដែលយើងរស់នៅកាលពី40ឆ្នាំមុនបច្ចេកវិទ្យាដែលហាក់ដូចជាមិនអាចទៅរួចបានក្លាយជាបច្ចេកវិទ្យាពេញនិយមហើយអ្វីដែលនឹងកើតឡើងនៅពេលខាងមុខគឺកាន់តែមិនធ្លាប់មានពីមុនមកសប្តាហ៍ថ្ងៃនេះមធ្យោបាយដែលអ្នកកំពុងស្ដាប់សេចក្តីអធិប្បាយនេះឆ្លងកាត់នោះមិនមែនមានកាលពីប៉ុន្មានទសវត្សរ៍មុននោះទេបច្ចេកវិទ្យាជីវមាត្រដូចជាស្នាមម្រាមដៃនិងការសម្គាល់មុខបានក្លាយជារឿងធម្មតាប៉ុន្តែប្រហែលជាវិស័យដែលមានការផ្លាស់ប្ដូរច្រើនបំផុតដែលយើងកំពុងបោះជំហានចូលគឺវិស័យបញ្ញាសិប្បនិម្មិតពិភពលោកកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័សអ្វីដែលយើងកំពុងជួបប្រទះមិនមែនជាបដិវត្តន៍ឧស្សាហកម្មមួយផ្សេងទៀតទេវាគឺជាអ្វីមួយដ៏អស្ចារ្យជាងនេះទៅទៀតបដិវត្តន៍ឧស្សាហកម្មបានធ្វើឲ្យមានយន្តការពលកម្មមនុស្សដែលបានផ្លាស់ប្ដូរសេដ្ឋកិច្ចនិងសង្គមប៉ុន្តែAIមានសក្តានុពលក្នុងការជំនួសមនុស្សទាំងស្រុងក្នុងទ្រង់ទ្រាយធំនេះគឺជាបដិវត្តន៍បច្ចេកវិទ្យាដែលមានផលវិបាកយ៉ាងធំធេងបញ្ញាសិប្បនិម្មិត AI លែងត្រូវបានកំណត់ចំពោះតែក្បួនដោះស្រាយដែលអនុវត្តភារកិច្ចជាក់លាក់ទៀតហើយវាបានរីកចម្រើនទៅជាវិស័យនៃប្រព័ន្ធដែលបង្កើតដោយខ្លួនឯងដែលមានសមត្ថភាពសម្របខ្លួនវិវត្តនិងធ្វើការសម្រេចចិត្តដោយឯករាជ្យពីការបញ្ចូលរបស់មនុស្សនៅពេលដែលយើងពិចារណាលើរឿងនេះយើងត្រូវតែទទួលស្គាល់ថាតួនាទីពិតប្រាកដដែល AI នឹងដើរតួនៅក្នុងថ្ងៃចុងក្រោយនៅមិនទាន់ដឹងនៅឡើយទេទោះជាយ៉ាងណាក៏ដោយវាមិនអាចប្រកែកបានទេថាផលប៉ះពាល់ដែលអាចកើតមាននៃ AI ស្របនឹងព្រឹត្តិការណ៍មួយចំនួនដែលបានពិពណ៌នានៅក្នុងវិវរណៈស្រមៃមើលពិភពលោកមួយដែលបញ្ញាសិប្បនិម្មិត AI កែលម្អខ្លួនឯងយ៉ាងខ្លាំងដោយលើសបញ្ញានិងការគ្រប់គ្រងរបស់មនុស្សគោលគំនិតនេះត្រូវបានគេស្គាល់ថាជាភាពឯកវិជ្ជៈហើយអ្នកជំនាញជាច្រើនជឿថាវាអាចសម្រេចបានក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខលោកស្រី Dees Hassabis នាយកប្រតិបត្តិក្រុមហ៊ុន Google DeepMind បានណែនាំថាបញ្ញាសិប្បនិម្មិត AI ដ៏ឆ្លាតវៃបំផុតអាចនឹងលេចចេញជារូបរាងនៅឆ្នាំ2030លោក Sam Altman នាយកប្រតិបត្តិក្រុមហ៊ុន OpenAI ជឿជាក់ថាកម្មវិធីឆ្លាតវៃបំផុតអាចនឹងសម្រេចបានក្នុងរយៈពេល 2-3,000 ថ្ងៃលោក Dario Amodei នាយកប្រតិបត្តិក្រុមហ៊ុន Anthropic បានព្យាករណ៍ពីការរីកចម្រើនស្រដៀងគ្នានេះនៅដើមឆ្នាំ2026ពាក្យមួយដែលទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងការពិភាក្សាថ្មីនេះគឺបញ្ញាសិប្បនិម្មិត AI តើនេះមានន័យយ៉ាងណាអារម្មណ៍បង្កប់នៅការយល់ដឹងអំពីខ្លួនឯងជាកម្រិតនៃស្មារតីដែលអង្គភាពមួយអាចយល់ឃើញមានអារម្មណ៍និងអាចបង្ហាញបំណងប្រាថ្នាផងដែរលទ្ធភាពនៃ AI សម្រេចបាននៅអារម្មណ៍ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខគឺជាប្រធានបទនៃការជែកវែកញែកយ៉ាងខ្លាំងក្នុងចំណោមអ្នកជំនាញប្រសិនបើ AI ក្លាយជាមានវិញ្ញាណវានឹងលែងជាឧបករណ៍បម្រើមនុស្សជាតិទៀតហើយវានឹងក្លាយជាអ្វីដែលថ្មីទាំងស្រុងបញ្ញាសិប្បនិម្មិត AI ដែលមានវិញ្ញាណអាចធ្វើការសម្រេចចិត្តដោយឯករាជ្យពីការសរសេរកម្មវិធីរបស់វាហើយអាទិភាពរបស់វាអាចនឹងមិនស្របនឹងតម្លៃរបស់មនុស្សតើការអភិវឌ្ឍបែបនេះនឹងដើរតួនាទីយ៉ាងណានៅក្នុងគ្រាចុងក្រោយដែលបានពិពណ៌នានៅក្នុងវិវរណៈតើវាអាចជាផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធដែលមេប្រឆាំងព្រះគ្រីស្ទគ្រប់គ្រងតាមរយៈនោះដែរឬទេខ្ញុំមិនមានចម្លើយសម្រាប់អ្នកទេប៉ុន្តែកាលណាខ្ញុំបានរៀនកាន់តែច្រើនអំពីសមត្ថភាពរបស់ AI ខ្ញុំកាន់តែគិតអំពីតួនាទីដែលបច្ចេកវិទ្យានេះនឹងដើរតួនៅថ្ងៃចុងក្រោយឧទាហរណ៍យន្តហោះគ្មានមនុស្សបើកំពុងត្រូវបានបើកបរដោយបញ្ញាសិប្បនិម្មិតកាន់តែខ្លាំងឡើងដែលបង្កើនស្វ័យភាពនិងសមត្ថភាពប្រតិបត្តិការរបស់វានៅទូទាំងវិស័យផ្សេងយន្តហោះ F-16 មួយដែលគ្រប់គ្រងដោយ AI បានបង្ហាញពីឧត្តមភាពរបស់ពួកគេលើសពីអ្នកបើកយន្តហោះរបស់មនុស្សនៅក្នុងការប្រយុទ្ធឆ្កែខ្លែងធ្វើដោយសម្រេចបាននៅពេលវេលាប្រតិកម្មលឿនជាងមុននិងអនុវត្តសម្យុទ្ធដោយគ្មានការរឹតបន្តឹងដោយដែនកំណត់របស់ G-force ខណៈពេលដែលអ្នកបើកយន្តហោះរបស់មនុស្សត្រូវការពេលវេលាដើម្បីដំណើរការនិងធ្វើសកម្មភាពបញ្ញាសិប្បនិម្មិត AI ដំណើរការស្ទើរតែភ្លាមដោយទាញយកអត្ថប្រយោជន៍ពីការគណនាដ៏ច្បាស់លាស់និងសមត្ថភាពសម្របខ្លួនដើម្បីទទួលបានអត្ថប្រយោជន៍សង្គ្រាមសម័យទំនើបនឹងមិនត្រូវបានប្រយុទ្ធដោយមនុស្សទេប៉ុន្តែដោយបច្ចេកវិទ្យាយើងកំពុងរស់នៅក្នុងយុគសម័យមួយដែលយន្តហោះគ្មានមនុស្សបើកនិងយន្តហោះចម្បាំងដែលដំណើរការដោយបច្ចេកវិទ្យា AI កំពុងក្លាយជាការពិតទភាពអនុវត្តសម្យុទ្ធស្មុគស្មាញប៉ុណ្ណោះទេប៉ុន្តែថែមទាំងធ្វើការសម្រេចចិត្តក្នុងពេលវេលាជាក់ស្ដែងផងដែរសូមគិតអំពីអត្ថន័យនៃសង្គ្រាមនិងការឃ្លាំមើលបញ្ញាសិប្បនិម្មិត AI ដែលគ្រប់គ្រងកងនាវាដ្រូនឬយន្តហោះចម្បាំងអាចក្លាយជាឧបករណ៍នៃអំណាចនិងការគ្រប់គ្រងដែលមិនធ្លាប់មានពីមុនមក
បច្ចេកវិទ្យានេះអាចត្រូវបានប្រើដើម្បីអនុវត្តឆន្ទៈរបស់មេដឹកនាំពិភពលោកដែលទាមទារភក្តីភាពវិវរណៈ13:7 ចែងថាហើយវាបានប្រទានឲ្យធ្វើសង្គ្រាមជាមួយពួកបរិសុទ្ធហើយឈ្នះពួកគេហើយវាបានប្រទានអំណាចលើគ្រប់ពូជមនុស្សគ្រប់ភាសានិងគ្រប់ប្រជាជាតិបញ្ញាសិប្បនិម្មិត AI ដែលមានសមត្ថភាពត្រួតពិនិត្យគ្រប់គ្រងនិងអនុវត្តអាចជាឧបករណ៍មួយដែលប្រើដើម្បីបំពេញទំនាយនេះដោយដែលវិវរណៈ13បានពិពណ៌នាមេប្រឆាំងព្រះគ្រីស្ទនឹងបង្កើតប្រព័ន្ធមួយដែលការចូលរួមក្នុងសេដ្ឋកិច្ចពិភពលោកគឺអាស្រ័យលើការទទួលបានសញ្ញាសម្គាល់របស់សត្វតិច្ឆានសញ្ញាសម្គាល់នេះនឹងត្រូវបានដាក់នៅលើដៃស្តាំឬថ្ងាសហើយនឹងគ្រប់គ្រងថាអ្នកណាអាចទិញឬលក់បានសប្តាហ៍ថ្ងៃនេះយើងកំពុងឃើញបច្ចេកវិទ្យាដែលអាចធ្វើឲ្យទំនាយនេះคล้ายជាការពិតប្រព័ន្ធដែលដំណើរការដោយបញ្ញាសិប្បនិម្មិត AI កំពុងត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុការថែទាំសុខភាពនិងសូម្បីតែអភិបាលកិច្ចរួចទៅហើយនៅតំបន់ខ្លះនៃពិភពលោកការផ្សាំមីក្រូឈីបកំពុងคล้ายជារឿងធម្មតាបន្ទះឈីបទាំងនេះអាចរក្សាទុកទិន្នន័យផ្ទាល់ខ្លួនអនុញ្ញាតឲ្យមានការទូទាត់ដោយគ្រវីដៃនិងថែមទាំងអាចតាមដានស្ថានភាពសុខភាពទៀតផងស្រមៃមើលពិភពលោកមួយដែលបញ្ញាសិប្បនិម្មិត AI ដែលភ្ជាប់ទៅនឹងការផ្សាំទាំងនេះគ្រប់គ្រងការចូលប្រើប្រាស់តម្រូវការជាមូលដ្ឋាននេះលែងជាប្រឌិតវិទ្យាសាស្ត្រទៀតហើយវាជាសេណារីយ៉ូដែលអាចទុកចិត្តបានវិវរណៈ13ព្រមានថាសញ្ញាសម្គាល់នេះមិនមែនគ្រាន់តែជាអត្តសញ្ញាណរូបវន្តនោះទេវាតំណាងឲ្យភក្តីភាពចំពោះសត្វតិច្ឆានក្នុងនាមជាអ្នកជឿយើងត្រូវតែយល់ថាពិភពលោកកំពុងត្រូវបានបង្កើតលក្ខខណ្ឌដើម្បីទទួលយកប្រព័ន្ធបែបនេះការប្រើប្រាស់យ៉ាងទូលំទូលាយនៃ AI គឺជាសមាសធាតុសំខាន់នៃលក្ខខណ្ឌនេះយើងកំពុងចូលដល់យុគសម័យមួយដែលមនុស្សនឹងរួមបញ្ចូលគ្នាដោយស្ម័គ្រចិត្តជាមួយ AI បច្ចេកវិទ្យា Neuralink របស់ Elon Musk និងបច្ចេកវិទ្យាស្រដៀងគ្នានេះមានគោលបំណងធ្វើសមាហរណកម្មខួរក្បាលមនុស្សជាមួយអ៊ីនធឺណិតស្រមៃមើលថាអ្នកកំពុងភ្ជាប់ដោយផ្ទាល់ទៅនឹង AI ដែលគំនិតអាចត្រូវបានផ្ទុកឡើងនិងទាញយកគោលគំនិតនេះដែលធ្លាប់ត្រូវបានកំណត់ចំពោះតែវិស័យប្រឌិតបែបវិទ្យាសាស្ត្រប៉ុណ្ណោះឥឡូវនេះកំពុងខិតជិតដល់ការពិតហើយ Neuralink ស្រមៃមើលអនាគតមួយដែលចំណុចប្រទាក់កុំព្យូទ័រខួរក្បាលតូចអនុញ្ញាតឲ្យមនុស្សទំនាក់ទំនងដោយផ្ទាល់ជាមួយម៉ាស៊ីនដោយរំលងវិធីសាស្ត្របញ្ចូលបែបប្រពៃណីដូចជាក្តារចុចឬអេក្រង់ប៉ះពិភពលោកបែបនេះនឹងផ្លាស់ប្ដូរបទពិសោធន៍របស់មនុស្សជាតិជាមូលដ្ឋានស្រមៃមើលថាអ្នកអាចចូលប្រើប្រាស់ចំណេះដឹងសរុបរបស់មនុស្សបានភ្លាមការទាញយកជំនាញថ្មីក្នុងរយៈពេលប៉ុន្មានវិនាទីឬការចែករំលែកគំនិតស្មុគស្មាញជាមួយអ្នកដទៃដោយមិនចាំបាច់និយាយមួយម៉ាត់ភារកិច្ចដែលធ្លាប់តម្រូវឲ្យមានការហ្វឹកហ្វឺនឬការសិក្សាអស់រយៈពេលជាច្រើនឆ្នាំអាចសម្រេចបានស្ទើរតែភ្លាមបច្ចេកវិទ្យានេះអាចធ្វើបដិវត្តន៍វិទ្យាសាស្ត្រដោយអាចព្យាបាលជំងឺសរសៃប្រសាទស្ដារការមើលឃើញឡើងវិញដល់មនុស្សខ្វាក់ឬអាចឲ្យមនុស្សខ្វិនដើរបានម្ដងទៀតប៉ុន្តែការរួមបញ្ចូលគ្នារវាងមនុស្សជាតិនិងបញ្ញាសិប្បនិម្មិត AI នេះបានលើកឡើងនៅសំណួរសីលធម៌តើការធ្វើជាមនុស្សមានន័យយ៉ាងណានៅក្នុងពិភពលោកមួយដែលខ្សែបន្ទាត់រវាងជីវិតជីវសាស្ត្រនិងបញ្ញាសិប្បនិម្មិតមិនច្បាស់លាស់តើបច្ចេកវិទ្យាបែបនេះអាចត្រូវបានប្រើដើម្បីរៀបចំគំនិតឬដាក់ការគ្រប់គ្រងលើបុគ្គលម្នាក់បានទេប្រព័ន្ធមួយដែលរួមបញ្ចូលចិត្តមនុស្សជាមួយ AI អាចនាំឲ្យមានការភ្ជាប់ដែលមិនអាចប្រៀបផ្ទឹមបានឬការឃ្លាំមើលនិងការគ្រប់គ្រងដែលមិនធ្លាប់មានពីមុនមកវាមានអារម្មណ៍ដូចជាពួកគេកំពុងព្យាយាមនាំយកគំនិតនៃម៉ាទ្រីសមកក្នុងជីវិតជាមួយនឹងបន្ទះឈីបខួរក្បាលទាំងនេះបុគ្គលដែលភ្ជាប់ទៅបណ្ដាញ AI អាចរស់នៅក្នុងការពិតនិម្មិតឬការពិតបន្ថែមទាំងស្រុងការបំភាន់នៃជម្រើសនិងស្វ័យភាពអាចបិទបាំងទិដ្ឋភាពកាន់តែជ្រៅនៅពេលដែលចិត្តខ្លាយជាប្រធានបទនៃឥទ្ធិពលខាងក្រៅនេះលើកឡើងនៅសំណួរថាតើបច្ចេកវិទ្យាបែបនេះអាចក្លាយជាឧបករណ៍សម្រាប់ប្រព័ន្ធមេប្រឆាំងព្រះគ្រីស្ទដែលបានពិពណ៌នានៅក្នុងវិវរណៈដែរឬទេដែលភក្តីភាពចំពោះមហាអំណាចសកលត្រូវបានអនុវត្តតាមរយៈការធ្វើសមាហរណកម្មបច្ចេកវិទ្យាខណៈពេលដែលការសន្យានៃការរួមបញ្ចូលគ្នានេះហាក់ដូចជាគួរឲ្យទាក់ទាញគ្រោះថ្នាក់ដែលអាចកើតមានទាមទារឲ្យមានការឆ្លុះបញ្ចាំងដោយប្រុងប្រយ័ត្ននិងការប្រុងប្រយ័ត្នខាងវិញ្ញាណបញ្ញាសិប្បនិម្មិត AI មិនដូចអ្វីដែលយើងធ្លាប់ឃើញពីមុនមកទេសមត្ថភាពរបស់វាក្នុងការវិភាគសម្របខ្លួននិងអនុវត្តលើសពីសមត្ថភាពរបស់មនុស្សនៅក្នុងវិស័យជាច្រើននៅពេលដែលបញ្ញាសិប្បនិម្មិត AI កាន់តែត្រូវបានរួមបញ្ចូលទៅក្នុងជីវិតប្រចាំថ្ងៃវាលើកឡើងនៅសំណួរថាតើវានឹងត្រូវបានប្រើប្រាស់យ៉ាងដូចម្តេចនៅថ្ងៃចុងក្រោយ
តើវាអាចជាផ្នែកមួយនៃប្រព័ន្ធដែលបានពិពណ៌នានៅក្នុងវិវរណៈ13ដែរឬទេតើវាអាចជាយន្តការដែលមេប្រឆាំងព្រះគ្រីស្ទអនុវត្ត